ថ្ងៃនេះខ្ញុំមានរឿងរ៉ាវរបស់ប៉ូលីសម្នាក់ឈ្មោះបងប៉ុបមកនិទានជូនអ្នកទាំងអស់គ្នាស្ដាប់បងប៉ុបគឺជាមន្ត្រីប៉ូលីសថ្នាក់ទាបដែលបម្រើការងារនៅស្នងការដ្ឋានមួយកន្លែងនៅប្រទេសថៃរឿងរ៉ាវចាប់ផ្ដើមនៅពេលដែលគាត់បានទទួលលិខិតផ្លូវការមួយពីថ្នាក់កណ្ដាលបញ្ជាក់ថាអគារស្នាក់នៅសម្រាប់មន្ត្រីប៉ូលីសពេលនេះមានបន្ទប់ទំនេរហើយឈ្មោះរបស់គាត់ត្រូវបានអនុម័តឲ្យចូលស្នាក់នៅបានភ្លាមកាលពីមុនគាត់ធ្លាប់បានដាក់ពាក្យស្នើសុំស្នាក់នៅទីនោះដើម្បីកាត់បន្ថយចំណាយលើការជួលបន្ទប់ខាងក្រៅពេលទទួលបានដំណឹងនេះបងប៉ុបត្រេកអរណាស់ក៏ប្រញាប់រៀបចំឯកសារប្រគល់បន្ទប់ជួលគាត់នៅសប្តាហ៍ថ្ងៃឲ្យម្ចាស់ផ្ទះវិញនៅយប់ចុងក្រោយដែលគាត់ទៅគេងនៅបន្ទប់ជួលចាស់នោះគាត់បានយល់សប្តិឃើញរឿងយ៉ាងចម្លែកមួយក្នុងយល់សប្តិគាត់បានឃើញខ្លួនឯងកំពុងឈរនៅមុខបន្ទប់ជួលចាស់សប្តាហ៍ម្ដាយរបស់គាត់បានឈររងចាំគាត់នៅទីនោះម្ដាយរបស់គាត់បានស្លាប់អស់រយៈពេល5ឆ្នាំមកហើយក្នុងយល់សប្តិគឺគាត់ស្លៀកពាក់ឈុតសដោយដែលគាត់ធ្លាប់ស្លៀកពាក់ទៅវត្តកាលពីនៅរស់អញ្ចឹងបងប៉ុបត្រេកអរណាស់ប្រញាប់រត់ទៅរកម្ដាយគាត់ក៏ញញឹមរួចសួរថាប៉ុបកូនរៀបចំលើផ្ទះមែនទេបងប៉ុបងក់ក្បាលរួចប្រាប់ថាបាទម៉ែខ្ញុំបានបន្ទប់ស្នាក់នៅប៉ូលីសហើយគ្រាន់តែគាត់និយាយចប់ម្ដាយគាត់បានដោះខ្សែកព្រះពីករបស់គាត់យកមកពាក់ឲ្យបងប៉ុបខ្សែកព្រះនេះបងប៉ុបចាំច្បាស់ណាស់ថាជាខ្សែកដែលម្ដាយគាត់ស្រឡាញ់បំផុតនិងពាក់ជាប់ខ្លួនរហូតតាំងពីគាត់នៅរស់ម្លេះរួចម្ដាយគាត់និយាយផ្ដាំដោយក្តីបារម្ភថាប៉ុបថែរក្សាខ្លួនឲ្យល្អណាស់កូនគ្រាន់តែម្ដាយនិយាយចប់បងប៉ុបក៏ភ្ញាក់ព្រឺពីគេងទាំងព្រឺសម្បល់ខ្ញាក់គាត់ខំលួងចិត្តខ្លួនឯងថាប្រហែលជាម្ដាយគាត់មកលេងតាមធម្មតានិងចង់ឲ្យពរជ័យពេលដែលគាត់ទៅរើកន្លែងថ្មីប៉ុណ្ណោះអគារស្នាក់នៅដែលបងប៉ុបទៅរើចូលនោះគឺជាអគារចាស់ទ្រុឌទ្រោមដែលមានអាយុកាលរាប់សិបឆ្នាំមកហើយបន្ទប់របស់គាត់គឺស្ថិតនៅជាន់ផ្ទាល់ដីជាបន្ទប់លេខរងចុងក្រោយគេនៅជ្រុងខាងក្នុងបំផុតនៃអគារគឺស្ទើរតែផុតផ្លូវដើរទៅហើយនៅជាប់បន្ទប់គាត់គឺមានបន្ទប់ចុងក្រោយគេបង្អស់មួយទៀតពេលគាត់កំពុងជញ្ជូនអីវ៉ាន់ទៅដាក់មុខបន្ទប់គាត់សប្តែក្រឡេកឃើញបុរសម្នាក់កំពុងឈរនៅមុខបន្ទប់ចុងក្រោយនោះបុរសនោះពាក់អាវយឺតសមាននិមិត្តសញ្ញាប៉ូលីសនិងស្លៀកខោប៉ូលីសពណ៌កាគីធម្មតាមើលទៅគាត់ជាប៉ូលីសចាស់វស្សាអាយុប្រហែល50ឆ្នាំជាងហើយកំពុងតែឈរផ្អែកទ្វារជួបបរិយាយ៉ាងស្ងៀមស្ងាត់ក្នុងនាមជាអ្នកចំណូលថ្មីបងប៉ុបក៏ដាក់អីវ៉ាន់ចុះរួចលើកដៃសំពះរៀមច្បងដើម្បីជាការគួរសមប៉ូលីសចំណាស់នោះមិនបានញញឹមតបទេគាត់បានងាកមកសម្លឹងមុខបងប៉ុបដោយខ្សែភ្នែកសោះកក្រោះរួចសួរតិចៗថាមកនៅថ្មីមែនហើយធ្វើការនៅកន្លែងណាបងប៉ុបក៏រៀបរាប់ពីកន្លែងធ្វើការរបស់គាត់ទៅគ្រាន់តែឮឈ្មោះកន្លែងធ្វើការភ្លាមប៉ូលីសចំណាស់នោះនៅស្ងៀមបន្តិចរួចក៏សួរថាអូកន្លែងលោកស្នងការបូមែនគាត់នៅសុខសប្បាយធម្មតាទេបងប៉ុបឆ្ងល់បន្តិចព្រោះគាត់ហៅឈ្មោះលេងរបស់លោកស្នងការដែលជាមេរបស់បងប៉ុបផ្ទាល់យ៉ាងស្និទ្ធស្នាលបងប៉ុបក៏តបថាបាទលោកស្នងការសុខសប្បាយធម្មតាទេប៉ូលីសនោះមិនមាត់អ្វីទៀតទេគាត់គ្រាន់តែងក់ក្បាលបន្តិចរួចទម្លាក់បរិយាចោលហើយរុញទ្វារចូលបន្ទប់បាត់ទៅបងប៉ុបគិតក្នុងចិត្តថាគាត់ប្រហែលជាមិត្តភក្តិរួមចំនួននិងស្និទ្ធស្នាលនឹងលោកស្នងការឲ្យមើលទៅបានជាអាយុប្រហាក់ប្រហែលគ្នានិងស្គាល់ឈ្មោះលេងគាត់អញ្ចឹងបីយប់ដំបូងគ្រប់យ៉ាងគឺស្ងប់ស្ងាត់ធម្មតាប៉ុន្តែចូលដល់យប់ទី4ទី5ទី6រឿងចម្លែកក៏ចាប់ផ្ដើមកើតឡើងរៀងរាល់កណ្ដាលអាទិត្យបងប៉ុបតែងតែឮសំឡេងបន្លឺឡើងចេញពីបន្ទប់ប៉ូលីសចំណាស់នោះដំបូងឡើយឮតិចទេតែយូរទៅកាន់តែខ្លាំងឡើងចុងសប្តាហ៍នោះបងប៉ុបភ្ញាក់ព្រឹកកណ្ដាលយប់ដោយសារតែឮសំឡេងស្រែកធ្ងរយ៉ាងខ្លាំងចេញពីបន្ទប់នោះវាមិនមែនជាសំឡេងស្រែកជេរទេតែជាសំឡេងស្រែកដោយក្តីឈឺចាប់ធ្ងររមួលខ្លួនហាក់ដូចជាកំពុងរងទុក្ខវេទនាណាស់អញ្ចឹងបងប៉ុបភ័យផងបារម្ភផងគិតថាតិចមានគេចូលទៅវាយដំឬគាត់មានគ្រោះថ្នាក់អីនៅក្នុងបន្ទប់ទេដឹងគាត់ក៏សម្រេចចិត្តដើរទៅពោះទ្វារបន្ទប់នោះរួចសែសួរថាបងមានរឿងអីអត់មានកាយឲ្យខ្ញុំជួយអត់គាត់តែក៏សែសួរចប់សំឡេងសែកធ្ងរទាំងនោះសត្វតែស្ងាត់ឈឹងគឺស្ងាត់ជ្រងំក្នុងមួយប្រពេចភ្នែកបងប៉ុបគិតថាគាត់ប្រហែលជាលេងអីហើយទើបត្រឡប់មកបន្ទប់វិញព្រឹកឡើងពេលបងប៉ុបបើកទ្វារចេញទៅធ្វើការគាត់ក៏ឃើញប៉ូលីសចំណាស់នោះឈរជួបបរិយានៅមុខបន្ទប់ដដែលដូចថ្ងៃដំបូងបេះបិទដែលបងប៉ុបជួបហើយបងប៉ុបក៏សួរត្រង់ថាបងយប់មិញបងឯងមានរឿងអីមែនគឺខ្ញុំឮបងសែកច្រើនយប់ហើយខ្ញុំភ័យក្រែងលោកបងមានគ្រោះថ្នាក់អីក្នុងបន្ទប់ប៉ូលីសនោះងាកមើលមុខបងប៉ុបដូចតបខ្លីៗថាអត់មានអីទេគ្រាន់តែឈឺពោះ
និយាយចប់គាត់ក៏ឈរស្ងៀមរហូតពេលនោះស្រាប់តែមានប៉ូលីសម្នាក់ទៀតដែលនៅបន្ទប់ក្បែរនោះបានបើកទ្វារចេញមកក្នុងសម្លៀកបំពាក់ឯកសណ្ឋានប៉ូលីសគ្រាន់តែប៉ូលីសម្នាក់នោះងាកមើលឃើញបងប៉ុបកំពុងតែឈរនិយាយម្នាក់ឯងនៅមុខបន្ទប់នោះគាត់ក៏បើកភ្នែកធំភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចប្រញាប់ចាក់សោទ្វារហើយរត់បាត់ជើងសពៀតទៅកន្លែងចំណតឡានបាត់ទៅដោយមិននិយាយស្ដីអ្វីមួយម៉ាត់បងប៉ុបក៏ឆ្ងល់យ៉ាងខ្លាំងហេតុអីបានជាអ្នកនៅអគារនេះចម្លែកម្លេះគ្មានភាពរួសរាយរាក់ទាក់គ្នាសោះពេលគាត់ងាកមកបំរុងនឹងលាប៉ូលីសចំណាស់នោះស្រាប់តែគាត់បាត់ខ្លួនចូលបន្ទប់បាត់ទៅហើយពីសប្តាហ៍ក្រោយមកយប់មួយបងប៉ុបចេញពីយាមយើងពីសប្តាហ៍ក្រោយមកយប់មួយបងប៉ុបចេញពីយាមរៀងយឺតបន្តិចពេលគាត់កំពុងឈរចាក់សោទ្វារបន្ទប់ស្រាប់តែមានឡាន pick up មួយគ្រឿងបើកចូលមកចំណតពន្លឺភ្លើងហ្វាឡានបានចាំងចូលមកតាមប្រឡោះកញ្ចក់បង្អួចបន្ទប់របស់គាត់និងបន្ទប់របស់ប៉ូលីសចំណាស់នោះដោយសារបន្ទប់នោះមិនមានរាំងននបាំងពន្លឺភ្លើងក៏ចាំងបង្ហាញឲ្យឃើញពីទស្សនវិជ្ជាខាងក្នុងយ៉ាងច្បាស់អ្វីដែលបងប៉ុបឃើញគឺប៉ូលីសចំណាស់នោះក្នុងឯកសណ្ឋានចាស់រហែកកំពុងឈរអោនកោងខ្លួននៅកណ្ដាលបន្ទប់ហើយដៃទាំងពីរកំពុងខ្ទប់ពោះខ្លួនយ៉ាងតឹងហើយតង់ពោះនោះមានឈាមពណ៌ក្រហមសោះហូរជោគពេញខ្លួនតែមុខរបស់គាត់ពោពេញដោយក្តីឈឺចាប់បំផុតដោយទើបទៅគេបាញ់អញ្ចឹងបងប៉ុបភ័យស្លន់ស្លោគិតថាច្បាស់ជាមានគេលួចចូលទៅបាញ់គាត់មិនខានគាត់ក៏ស្ទុះទៅគោះទ្វារបន្ទប់យ៉ាងខ្លាំងរួចស្រែកហៅឲ្យគេជួយពេលនោះម្ចាស់ឡាន pick up គាត់ឈ្មោះបងឌុយជាប៉ូលីសរៀមច្បងនិងជាអ្នកជិតខាងបានចុះពីឡានរត់មកទាញដៃបងប៉ុបរួចសួរទាំងភ័យថាប៉ុបឯងកំពុងធ្វើអីនឹងគោះទ្វារបន្ទប់ធ្វើអីបងប៉ុបប្រាប់ទាំងភ័យថាបងជួយគាត់ផងប៉ូលីសក្នុងបន្ទប់នេះទៅគេបាញ់ហើយឈាមហូរពេញខ្លួនដោយលឺហើយស្លេងមុខភ្លាមព្យាយាមទាញបងប៉ុបចេញតែបងប៉ុបមិនស្ដាប់គាត់ក៏សម្រេចចិត្តប្រើកម្លាំងស្មាដ៏ធំរបស់គាត់វាយទម្លាយទ្វារនោះមួយទំហឹងវាបើកចំហប៉ុន្តែក្នុងបន្ទប់នោះគឺទទេស្អាតគ្មានតុគ្មានទូគ្មានក្រែគ្មានដំណក់ឈាមគ្មានសូម្បីតែដើមជើងមនុស្សមានត្រឹមតែធូលីក្រាស់ខ្មឹកនិងសម្បុកពីងទៀងហាក់ដូចជាបន្ទប់នេះត្រូវបានបិទចោលរាប់សិបឆ្នាំមកហើយបងប៉ុបឈរគាំងផ្លឹកមួយសន្ទុះដោយដែលឈរពីក្រោយមិនមាត់មួយម៉ាត់រួចបញ្ញាប់ទៅបញ្ឆេះឡានរួចហើយស្រែកឲ្យបងប៉ុបឲ្យឡើងឡានរួចបើកចេញពីទីនោះភ្លាមទៅដោយបាននាំបងប៉ុបទៅផឹកសានៅហាងមួយដើម្បីរងាប់អារម្មណ៍ដោយបានពន្យល់ថាកាលពីសប្តាហ៍មុនដែលគាត់បើកទ្វារមកឃើញបងប៉ុបហើយរត់គេចនោះគឺដោយសារតែគាត់ឃើញបងប៉ុបកំពុងឈរនិយាយម្នាក់ឯងនៅមុខបន្ទប់ទទេស្អាតនោះបងប៉ុបក៏កាយថាគាត់កំពុងនិយាយជាមួយប៉ូលីសចំណាស់នោះតើដោយបញ្ឈប់មាត់គាត់រួចនិយាយពាក្យមួយឃ្លាដែលធ្វើឲ្យបងប៉ុបគឺក្បាលខ្ញាក់ប៉ុបអ្វីដែលឯងឃើញនោះវាមិនមែនជាការពិតទេប៉ូលីសម្នាក់នោះគាត់បានស្លាប់4ឆ្នាំហើយដោយប្រាប់ថាបន្ទប់របស់បងប៉ុបដែលទំនេរនេះតាមពិតកាលពីមុនមានមន្ត្រីម្នាក់មកស្នាក់នៅដែរតែពួកគេសិតតែសុំផ្លាស់ចេញវិញយ៉ាងតក់ក្រហល់ពោះតែទាំនឹងសម្លេងធ្ងរនឹងការលងបន្លាយពីបន្ទប់ក្បែរនោះលែងបាននិយាយគ្នាយូរទៅបងប៉ុបនឹងដូចកាន់តែស្និទ្ធស្នាលទើបទៅហ៊ានទម្លាយការពិតដល់រសានេះប្រាប់ប៉ូលីសចំណាស់ដែលស្លាប់នោះធ្លាប់ជាមិត្តភក្តិជិតស្និទ្ធនិងជាមិត្តរួមចំនួនរបស់លោកស្នងការដែលជាមេរបស់បងប៉ុបប៉ុន្តែពួកគេមានចំនួនស្នេហាត្រីកោណដណ្ដើមស្រីក្មេងដែលជាស្រីកំណើតរបស់លោកស្នងការចំនួននោះកាន់តែធ្ងន់ធ្ងររហូតដល់លោកស្នងការទប់កំហឹងមិនបានក៏ដកកំភ្លើងបាញ់ពោះប៉ូលីសម្នាក់នោះស្លាប់ភ្លាមនៅក្នុងបន្ទប់នោះតែម្ដងតែដោយសារអំណាចនិងបារមីរបស់លោកស្នងការរឿងក្តីនោះទៅបានបិទជិតឆឹងគ្មានការស៊ើបអង្កេតគ្មានការកាត់ក្តីគ្រប់យ៉ាងទៅប្រែคล้ายជាគ្រោះថ្នាក់ចៃដន្យហើយលោកស្នងការក៏ប្រើអំណាចបញ្ជាបិទទ្វារបន្ទប់នោះចោលជារៀងរហូតដោយយកលេសប្រាប់ថាបន្ទប់នោះទូសេខ្សែភ្លើងទៅរងចាំការជួសជុលពេលដឹងការពិតបងពុកក៏យល់ភ្លាមថាហេតុអីបានជាប៉ូលីសចំណាស់នោះតែងតែឈរកាន់ពោះធ្ងររមូលខ្លួនរាល់យប់គឺដោយសារតែគាត់មិនទាន់ទទួលបានយុត្តិធម៌ទើបវិញ្ញាណរបស់គាត់មិនអាចទៅចាប់ជាតិបានក្នុងនាមជាប៉ូលីសថ្នាក់ទាបបងពុកមិនអាចទៅតតាំងឬវែងមកលោកស្នងការដើម្បីស្វែងរកយុត្តិធម៌ជូនគាត់បានទេអ្វីដែលបងពុកអាចធ្វើបានគឺមានតែខិតខំធ្វើបន់ឧទ្ទិសកុសលជូនគាត់ប៉ុណ្ណោះគាត់ជឿថាការដែលម្ដាយគាត់មកពាក់ខ្សែកព្រះឲ្យក្នុងយល់សពគឺដើម្បីជួយការពារគាត់កុំឲ្យមានគ្រោះថ្នាក់ពីរឿងនេះតាមពិតទៅវិញ្ញាណរបស់គាត់មិនមែនចង់មកលបបន្លាយបងពុកទេគាត់គ្រាន់តែរស់នៅតាមទម្លាប់ចាស់របស់គាត់ដោយចេញមកជក់បារីនៅមុខបន្ទប់និងទៅទទួលរងការឈឺចាប់ជាថ្មីម្ដងទៀតរៀងរាល់ម៉ោងដែលគាត់ទៅគេសម្លាប់ទោះជាបច្ចុប្បន្នគ្រួសារគាត់តែងតែនិមន្តព្រះសង្ឃមកសូត្រមន្តបញ្ជូនកុសលរៀងរាល់ថ្ងៃគាត់មរណៈគាត់ក៏ដោយក៏វិញ្ញាណគាត់មិនអាចទៅចាប់ជាតិបានដែរចុះពេញមិនអ្នកស្ដាប់ទាំងអស់គ្នាវិញយល់យ៉ាងណាដែរចំពោះសាច់រឿងមួយនេះបើអ្នកជាបងពុកតើអ្នកហ៊ានស្នាក់នៅទីនោះបន្តទៀតដែរឬទេហើយបញ្ចេញមតិនៅខាងក្រោមបានណាក្រុមការងារនឹងរងចាំអានជានិច្ចកុំភ្លេចជួយ like share
ឬ Subscribe វីដេអូនេះដើម្បីជួយគាំទ្រដល់ក្រុមការងារយើងខ្ញុំផងអរគុណច្រើនដែលបានចំណាយពេលស្ដាប់រហូតដល់ចប់ជួបគ្នានៅសាច់រឿងពុះៗក្នុងអេពីសូតក្រោយៗទៀតរាត្រីសួស្តី